នៅក្នុងជំពូកទី2នៃសភៅអំណាចជាអំណាចត្រង់ចំណុចការអានទ្រឹស្ដីនិងការធ្វើជាក់ស្ដែងបាននិយាយថាអាហារល្អៗមានតួនាទីធ្វើឲ្យរាងកាយលូតលាស់ធំធាត់គំនិតល្អវានឹងធ្វើឲ្យជីវិតយើងស្រស់បំព្រងពាក្យខ្មែរលោកពោលថាស្រឡាញ់ខ្លួនត្រូវស្ងួនចំណីបើស្រឡាញ់ស្រីត្រូវស្ងួនចិត្តចង់បានសួរតោងកាន់សុចរិតចង់សម្បូរមិត្តត្រូវរកទ្រព្យមនុស្សដែលចេះស្រឡាញ់ខ្លួនគឺចេះប្រឹងប្រែងធ្វើឲ្យខ្លួនឯងរីកចម្រើនការរស់នៅប្រឹងប្រែងអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនគឺស្មើនឹងការឲ្យតម្លៃលើខ្លួនឯងមនុស្សដែលមិនឲ្យតម្លៃចំពោះខ្លួនឯងគឺចូលចិត្តរស់នៅគ្មានវិន័យបណ្តែតបណ្ដោយវាសនាទៅតាមយថាកម្មរស់នៅត្រឹមធ្វើជាជនរងគ្រោះនៃពិភពលោកព្រះច័ន្ទមានពន្លឺពេលរាត្រីរីឯសូរិយាមាននាទីជះពន្លឺពេលថ្ងៃអាហារដែលមនុស្សយើងញ៉ាំវាមានតួនាទីទៅបំប៉នរាងកាយតាមផ្នែកនីមួយៗស្របទៅតាមតួនាទីរបស់ខ្លួនរីឯចំណេះដឹងដែលយើងមានក្រោយពីបានសិក្សារៀនសូត្រជាពិសេសបានមកពីការអានសៀវភៅក៏មានតួនាទីធ្វើការទៅតាមផ្នែករៀងៗខ្លួនដែរចំណេះដឹងដែលបានមកពីអំណាចខ្លះគឺយើងមិនអាចប្រើពេលនេះបានទេតែអាចប្រើបាននៅពេលក្រោយបើកលៈទេសៈមិនទាន់មកដល់ចំណេះដឹងដែលបានមកអំពីអំណាចខ្លះគឺមើលទៅប្រៀបដូចជាឥតបានការតែដល់ពេលបញ្ហាមកដល់ទើបយើងអាចអនុវត្តកើតគំនិតដែលត្រឹមត្រូវនិងអាចអនុវត្តទៅបានគឺត្រឹមត្រូវទម្លាក់លក្ខខណ្ឌចូលរីឯគំនិតខ្លះវាត្រឹមត្រូវដែរតែត្រឹមត្រូវក្នុងខ្លឹមសារគំនិតនិយមប៉ុណ្ណោះឧទាហរណ៍ជាក់ស្ដែងទស្សនៈអ្នកខ្លះយល់ថាជីវិតដែលប្រឹងប្រែងគឺដឹងតែជោគជ័យតែខ្ញុំសូមទម្លាក់លក្ខខណ្ឌចូលដោយនិយាយវិញថាប្រឹងគឺត្រូវតែប្រឹងហើយតែត្រូវប្រឹងឲ្យត្រូវផ្លូវផងត្បិតបើប្រឹងខុសវាមិនខុសអំពីត្រីដែលហែលទៅលើគោឬមិនខុសអំពីបក្សីជ្រមុជក្នុងទឹកទេអ្នកខ្លះយល់ថាចំណេះដឹងគឺជាអំណាចតែខ្ញុំសូមទម្លាក់លក្ខខណ្ឌចូលដោយថាចំណេះដឹងនឹងក្លាយជាអំណាចទៅបានលុះត្រាតែយើងយកចំណេះដឹងទៅធ្វើសកម្មភាពជាក់ស្ដែងបើយើងមានចំណេះដឹងតែមិនព្រមអនុវត្តតើមានអ្វីខុសគ្នារវាងអ្នកចេះអក្សរអ្នកចេះអានអក្សរតែមិនព្រមអានអ្នកមិនចេះអក្សរអ្នកមិនចេះអានអក្សរនិងអ្នកមិនចេះអានអក្សរអ្នកខ្លះយល់ទៀតថាចំណេះដឹងឲ្យតែបានយកមកអនុវត្តហើយគឺដឹងតែល្អហើយតែខ្ញុំសូមទម្លាក់លក្ខខណ្ឌថែមទៀតថាតើវាមានប្រយោជន៍អ្វីដែលអនុវត្តហើយតែមិនបានផលការយកចំណេះដឹងទៅអនុវត្តគឺត្រូវអនុវត្តហើយទទួលបានផលល្អតែបើទទួលបានផលអាក្រក់វិញតើខុសគ្នាអ្វីអំពីការមិនអនុវត្តនេះគឺវាមានន័យថាចំណេះដឹងគឺវាជាអំណាចទៅបានលុះត្រាណាតែយើងយកទៅអនុវត្តជាក់ស្ដែងឲ្យកើតជាផលល្អមានប្រសិទ្ធភាពនេះហើយដែលហៅថាទម្លាក់លក្ខខណ្ឌឲ្យត្រូវទើបដឹងថាអ្វីគ្មានខុសនឹងត្រូវទេតែសំខាន់គឺស្ថានភាពចាំបាច់ជាក់ស្ដែងត្រឡប់មកការអានវិញក៏វាមានន័យអីចឹងដូចគ្នាដែរអ្នកខ្លះមានទស្សនៈថាអានហើយមិនធ្វើគឺស្មើនឹងកំបិតក្នុងស្រោមប៉ុន្តែខ្ញុំយល់ថាចំណេះដឹងខ្លះมันអាចយកមកប្រើបានគ្រប់ពេលទេត្បិតការមានចំណេះដឹងចេញពីអំណាចវាគឺគ្រាន់តែជាសម្រាប់ឲ្យយើងបង្ការបញ្ហាប៉ុណ្ណោះពេលណាបញ្ហាមកដល់គឺចំណេះដឹងនឹងត្រូវប្រើប្រៀបដូចជាភាពងងឹតមកដល់ព្រះច័ន្ទក៏រះមកឲ្យយើងឃើញផងដែរជីវិតគឺជាការរៀនសូត្រពេញមួយជីវិតតែមិនប្រកាសថាអ្វីដែលយើងរៀនអាចយកប្រើបានទាំងអស់ទេ
មនុស្សខ្លាំងចាប់កំណើតចេញអំពីបញ្ហាអ្នកដែលមនុស្សទូទៅហៅថាសិទ្ធិមានមនុស្សដទៃទៀតរៀនសូត្រតាមមានមនុស្សជាច្រើនគោរពឲ្យតម្លៃគឺកើតអំពីការលំបាកនិងការប្រឹងប្រែងពីបាតដៃទទេអ្នកអានគឺត្រូវយកចំណេះដឹងមកសាព្រោះតាមរយៈការធ្វើជាគំរូដល់អ្នកដទៃឬដល់អ្នកចំនួនក្រោយអ្នកអានត្រូវយកចំណេះដឹងមកដោះខាត់ខ្លួនឯងឲ្យคล้ายទៅជាមនុស្សពេញលេញអ្នកអានពុំចាំបាច់ធ្វើអ្វីច្រើនក៏បានដែរតែសំខាន់ត្រូវរស់នៅក្នុងនាមជាមនុស្សមានសិលធម៌មានមេត្តាធម៌ចេះយកចំណេះរកសេចក្តីសុខឲ្យខ្លួនដោយវិធីសុចរិតក៏ល្មមចាត់ទុកថាបានអនុវត្តចំណេះអំពីអំណានទៅហើយសៀវភៅនឹងចំណុចដែលនិយាយថាសៀវភៅនឹងចិត្តរួចរដោះបាននិយាយថាកាលបើយើងជាអ្នកសិក្សារៀនសូត្រដំបូងយើងតែងតែយល់ថាចំណេះដឹងគឺសំខាន់ខ្លាំងណាស់សម្រាប់ជីវិតតែដល់ពេលយើងចូលជ្រៅបន្តិចគឺយើងនឹងលែងឲ្យតម្លៃចំណេះដឹងទៀតហើយអត្ថបទនេះគំនិតនេះទស្សនៈនេះខ្ញុំមិនគួរសរសេរចែករំលែកទេត្បិតវាអាចនាំឲ្យយុវជនក្មេងៗកើតចិត្តអំនួតឬពើងទ្រូងសម្រាប់បុគ្គលដែលចង់រួចដោះចិត្តឬចង់ឲ្យចិត្តមានឥស្សរៈគឺចំណេះដឹងគ្រាន់តែជាស្ពានគ្រាន់តែជាទូកគ្រាន់តែជាមាគ៌ាសម្រាប់ចម្លងប៉ុណ្ណោះតែមិនមែនជាគោលដៅឡើយដូច្នេះហើយទើបយើងចេះឬនៅភាសាចេះឬនៅភាសាចិត្តវិញ្ញាណមួយដែលថាគ្រាន់តែដកមាគ៌ាចេញគឺយើងនឹកដល់ចិត្តសន្តិភាពរបស់ខ្លួនអត្ថន័យនេះគឺចង់ប្រាប់ឲ្យយើងគ្រាន់តែដកការគិតចេញដកចំណេះចេញគឺយើងនឹងបានសន្តិភាពផ្លូវចិត្តបើយើងចាត់ទុកចំណេះដឹងគឺជាទូកវិញចូលយើងចុះពីទូកហើយដើរក្រោកឡើងពេលចុះពីលើទូកហើយឡើងលើគោកគឺយើងនឹងដល់ត្រើយក្នុងកម្រិតថ្នាក់ពិសោធន៍ចិត្តនេះមានមនុស្សដែលដល់ត្រើយជាច្រើនដែលមិនចុះពីទូកចុះពីលើទូកនៅលើទឹកវាអណ្ដែតចុះអណ្ដែតឡើងប្រៀបទៅជាគំនិតដែលមានលក្ខណៈដូចសត្វស្វារប៉ាល់រពួយពិបាកគ្រប់គ្រងការជាប់ជំពាក់នឹងទូកបែបនេះគឺប្រៀបដូចជាមានបុគ្គលចេះដឹងជាច្រើនដែលមិនអាចរកសេចក្តីសុខឲ្យខ្លួនឯងបានព្រោះតែមិនបានបោះបង់ចំណេះចោលមិនចុះពីទូកឡើងលើគោកភាសាទាំងនេះប្រហែលពិបាកយល់បន្តិចត្បិតវាជាភាសាចិត្តវិញ្ញាណដែលមិនមែនជាអ្នកទស្សនវិជ្ជាយល់បានទេនិយាយដោយខ្លីភាសាត្រាស់ដឹងភាសារួចរដោះមិននឹងអ្នកធម្មតាអាចយល់បានប្រៀបដូចជាភាសាគោតើធ្វើយ៉ាងណាមនុស្សធម្មតាអាចយល់បានតើសៀវភៅមានប្រយោជន៍ទេសម្រាប់អ្នកចង់រួចរដោះចិត្តសំណួរនេះគឺមិនគួរសួរឡើយត្បិតគ្មានចម្លើយជាក់លាក់បើឆ្លើយថាសៀវភៅមានប្រយោជន៍គឺវានឹងធ្វើឲ្យមនុស្សជាប់ជំពាក់នឹងសៀវភៅប៉ុន្តែបើឆ្លើយថាសៀវភៅគ្មានប្រយោជន៍ទេក៏ធ្វើឲ្យមនុស្សមើលងាយចំណេះដឹងមិនប្រឹងអានសៀវភៅតើយើងអាចឆ្លងសមុទ្រមកដេចបានបើគ្មានទូកតើយើងអាចរួចរដោះចិត្តម្ដេចបានបើគ្មានចំណេះដឹងតើយើងអាចមានចំណេះដឹងម្ដេចបានបើមិនប្រឹងអានសៀវភៅសម្រាប់បុគ្គលដែលយល់អំពីចំណុចនេះនៅក្នុងថ្នាក់ទ្រឹស្ដីគឺនឹងឆ្លើយថាអ្នកអានសៀវភៅច្រើនគឺកំពុងតែជាប់នៅក្នុងប្រព័ន្ធគំនិតហើយមិនគួរអានសៀវភៅច្រើនទេត្បិតជីវិតគឺត្រូវមានចិត្តឥស្សរៈឬសេរីភាពផ្លូវចិត្តការយល់បែបនេះគឺត្រូវហើយតែមិនត្រូវទាំងស្រុងឡើយហើយបើខុសគឺខុសតែកលៈទេសៈប៉ុណ្ណោះស្នងទស្សនៈមិនខុសទេមនុស្សម្នាក់នឹងត្រូវពោះចាក់ស្លាប់បើគ្មានចំណេះដឹងថាពស់គឺជាសត្វមានពឹសអាចចាក់មនុស្សបានស្លាប់
មនុស្សម្នាក់អាចមានសេចក្តីមេត្តាករណាឥតព្រំដែនរហូតដល់នាំទុក្ខដល់ខ្លួនតែបើគ្មានបញ្ញាគ្មានចំណេះដឹងទេគឺមិនខុសអំពីមនុស្សខ្វក់ឡើយជាដំណើរតាមដំណាក់កាលគឺរៀនឲ្យចេះយកទៅប្រើឲ្យបានផលឲ្យបានល្អប្រៀបដូចជាអ្នកសម្រុកទៅរកបញ្ញាតាមមាគ៌ាព្រះពុទ្ធសាសនាគឺត្រូវឈានដើរចូលទៅមានសិលដំណើរដែលត្រូវដើរដំបូងបន្ទាប់មកទៅសមាធិតាមក្រោយហើយចុងក្រោយគឺបញ្ញាមានបញ្ញាត្រឹមត្រូវមានចំណេះដឹងត្រឹមត្រូវទើបឈានទៅដល់វិមុតចិត្តដែលជាចិត្តផុសស្រឡះសេចក្តីសៅហ្មងនេះជាដំណើរមួយជំហានម្ដងដែលមិនអាចរំលងឬក៏រៀនលោតរំលងបានឡើយសៀវភៅដែលយើងអានគ្រូដែលបង្រៀនយើងគឺជាផ្លូវគឺជាមធ្យោបាយប៉ុណ្ណោះចំណេះដឹងទាំងឡាយដែលយើងចេះបើចេះហើយមិនប្រើទេគឺដូចមិនបានរៀនអីចឹងចំណេះដឹងសម្រាប់ឲ្យធ្វើចិត្តមានឥស្សរៈគឺត្រូវរៀនអំពីរបៀបធ្វើចិត្តរបៀបរក្សាចិត្តនិងបង្វឹកឲ្យយល់អំពីធម្មជាតិតាមសភាពពិតរបស់វាពស់មានពិតតែខ្លាចអំណាចភ្លើងតែងក្តៅយប់តែងងងឹតមនុស្សអវិជ្ជាតែងតែមានស្មិម្នាក់ច្រើនមនុស្សគ្មានចំណេះដឹងចិត្តវិញ្ញាណតែងអំនួតខ្លះនេះជាសភាពធម្មជាតិនៃជីវិតលើផែនដីសម្រាប់អ្នកដែលមានចិត្តរួចរដោះសៀវភៅគឺជារបស់ស្លាប់ងាប់ក្រឡាតែគ្មានវិញ្ញាណមិនអាចកម្រើកបានអ្នកដែលអាចធ្វើឲ្យសៀវភៅមានព្រលឹងឬមានវិញ្ញាណអាចរស់បានគឺត្រូវបញ្ចូលព្រលឹងខ្លួនឯងឧទាហរណ៍មានអ្នកខ្លះវាតម្លៃសៀវភៅរបស់អ្នកនយោបាយវិទូអ៊ីតាលី Machiavelli ថាធម្មតាសាមញ្ញត្បិតវាគ្រាន់តែជាសំណេររបស់អ្នកជាប់ទោសនយោបាយនិរទេសខ្លួនម្នាក់ប៉ុណ្ណោះប៉ុន្តែសៀវភៅដែលមានចំណងជើងថាសម្ដេចឬក៏ The Prince បានក្លាយទៅជាសៀវភៅដ៏មានតម្លៃសម្រាប់អ្នកគិតនយោបាយគឺដោយសារតែមានអ្នកបកស្រាយឲ្យអស្ចារ្យបញ្ចេញបញ្ចូលគំនិតខ្លួនរបស់អ្នកបកស្រាយឬអ្នកអានការបញ្ចេញបញ្ចូលនេះវាតែងអាស្រ័យទៅលើសមត្ថភាពខួរក្បាលរបស់អ្នកអានត្បិតបើសិនជាព្រំដែនចំណេះដឹងអ្នកអានពូកែគឺការបកស្រាយក៏មិនធម្មតាដែរសូម្បីការបកស្រាយស្ទះសនៈនេះគម្ពីរសាសនាឬក៏គោលគំនិតធំក៏អីចឹងដែរអ្នកបកស្រាយខ្លាំងនាំឲ្យគំនិតអស្ចារ្យតែបើថ្ងៃណាមួយយើងមានឱកាសបានជួបនឹងម្ចាស់ស្នាដៃផ្ទាល់គឺយើងនឹងវាតម្លៃថាម្ចាស់ស្នាដៃគឺមិនខុសអំពីអ្នកអានឬមនុស្សធម្មតាទេគំនិតនេះសម្រាប់ពិចារណាប៉ុណ្ណោះចឹងហើយទើបអ្នករៀនសូត្រភាគច្រើនគឺដាច់ខាតត្រូវមានគ្រូរស់ដែលអ្នកខ្លះហៅថា Master ឬក៏មានន័យថាគ្រូធំតើអ្នកជាគ្រូធំឬក៏តើគ្រូធំមានលក្ខណៈបែបណាខ្ញុំសូមចែករំលែកនិយាយអំពីប្រាជ្ញាចិនឡាវជឺនិងខុងជឺតើរវាងឡាវជឺនិងខុងជឺមានលក្ខណៈខុសគ្នាយ៉ាងណាខុងជឺជាអ្នកប្រាជ្ញដែលជាប់នឹងទ្រង់វប្បធម៌ទ្រង់គំនិតទ្រង់ប្រពៃណីទ្រង់ទម្លាប់ទ្រង់ច្បាប់ទម្លាប់ខុងជឺជាបុគ្គលដែលពូកែគិតគ្រាន់តែពូកែប្រើខួរក្បាលគិតប៉ុណ្ណោះមានដំណើរថាគ្រាមួយខុងជឺបានដឹងថាឡាវជឺនៅក្នុងលអាងភ្នំខុងជឺប្រាប់សិស្សរបស់ខ្លួនថាសូមចាំនៅខាងក្រៅខ្ញុំនឹងចូលទៅ
ជួបឡើយជឿសាសួរថាតើហេតុអ្វីខុងជឿឆ្លើយថាអ្នកមិនអាចយល់បានទេខ្ញុំនឹងប្រាប់អំពីហេតុផលក្រោយអំពីចេញពីលាងភ្នំខុងជឿបានឃើញឡើយជឿអង្គុយយ៉ាងស្ងប់ស្ងាត់ដោយមិនបានអញ្ជើញខុងជឿឲ្យអង្គុយផងតែឡើយជឿត្រឹមតែមើលមុខខុងជឿដោយមិននិយាយស្ដីអ្វីទាំងអស់ខុងជឿឆ្ងល់ហើយក៏សួរថាតើហេតុអ្វីអ្នកមិននិយាយស្ដីរកខ្ញុំឡើយជឿឆ្លើយថាខ្ញុំបាននិយាយតែអ្នកមិនអាចឮសំឡេងដ៏ស្ងប់ស្ងាត់របស់ខ្ញុំដឹងថាតើទស្សនវិទូដូចលោកចេះស្ដាប់ភាសាស្ងប់ស្ងាត់ទេតើតែឮសំឡេងឬក៏តើតែមានភាសាទើបអ្នកអាចយល់បានតើតែមានអ្នកប្រាប់ឲ្យអង្គុយទើបអ្នកអាចអង្គុយបានផ្លាងនេះមិនមែនជាសកម្មសិទ្ធិរបស់ខ្ញុំទេហើយពេលខ្ញុំមកដល់ទីនេះក៏គ្មានអ្នកណាប្រាប់ឲ្យខ្ញុំអង្គុយដែរគ្មានអ្វីជាកម្មសិទ្ធិរបស់ខ្ញុំទេខុងជឿស្ដាប់ហើយក៏គៀងនិយាយមិនចេញក្រោយមកឡើយជឿបន្តទៀតថាមនុស្សប្រៀបដូចជាដើមឈើអីចឹងគ្មានទៀបគ្មានខ្ពស់គ្មានអន់គ្មានអស្ចារ្យឡើយភ្លាមខុងជឿបានអភ័យទោសឡើយជឿរួចហើយក៏ចាក់ចេញពីលាអាងក្រោយមកខុងជឿបានដើរចេញពីលាអាងហើយសិស្សទាំងឡាយសួរថាតើឡើយជឿយ៉ាងម៉េចខុងជឿតបទៅសិស្សថាក៏មកក្បែរមនុស្សបែបនេះត្បិតមនុស្សបែបនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកអាចជួយសង្គ្រោះជីវិតខ្លួនឯងបានទោះបីជាអ្នកបានដើរប្រទះជួបនឹងសត្វខ្លាឬក៏បានដើរប្រទះជួបនឹងសត្វតោតែមកជួបបុគ្គលម្នាក់នេះគឺគ្រោះថ្នាក់ខ្លាំងណាស់ឡើយជឿប្រៀបដូចជាសត្វនាគដែលជាសត្វនាគដែលមានស្លាបអាចហោះហើរលើអាកាសបានបើជួបសូមគេចចេញឲ្យឆ្ងាយឡើយជឿសង្កត់ត្រង់ថាតើតាមានអ្នកប្រាប់ឲ្យអង្គុយទើបអ្នកអាចអង្គុយបានដែលមានន័យថាមនុស្សទូទៅតែងតែជាប់ទ្រង់តែបុគ្គលរួចរដោះតែងតែមានសេរីភាពផ្លូវចិត្តមិនជាប់នៅក្នុងគំនិតបុគ្គលណាមិនជាប់នៅក្នុងវប្បធម៌សង្គមណាបុគ្គលដែលរួចរដោះចិត្តជាច្រើនមានទស្សនវិទូខ្លះក៏អាចរួចរដោះចិត្តដូចជាសូក្រាតបានប្រកាសខ្លួនជាមនុស្សរបស់ពិភពលោកតែងតែមិនមែនជាមនុស្សរបស់ជាតិណាដែលជាមនុស្សរបស់ក្រិកជាមនុស្សរបស់អាមេរិកជាមនុស្សរបស់ជនជាតិណាទេដំណើរដែលបានលើកឡើងនេះខ្ញុំគ្រាន់តែចង់បង្ហាញអំពីបុគ្គលពីរនាក់ដែលម្នាក់រួចរដោះនិងម្នាក់ទៀតជាប់នៅក្នុងទ្រង់គំនិតអ្នកអានធម្មតាគឺអាចនឹងមានអារម្មណ៍ថាស្មុគស្មាញបន្តិចតែបើអានមិនយល់ទេក៏ពុំមានបញ្ហាអ្វីដែរខ្ញុំចង់ឲ្យបងប្អូនអ្នកអានសារឲ្យបងសង្កេតបន្តិចទៀតមនុស្សដែលពូកែទាំងអស់គឺសុទ្ធមានចិត្តរួចរដោះហើយចិត្តដែលរួចរដោះនេះទោះយើងចង់សម្រេចអ្វីក៏បានដែរតួយ៉ាងដូចជាមហាថ្នាក់គុន្ធីនាគទាមទារសិទ្ធិមនុស្សម៉ាទីនលូថ័រឃីងនិងអ្នកប្រាជ្ញឥណ្ឌាសម័យស្ដេចអាឡិចសង់ដឺហ្វ្រង់ឈ្លានពានគឺចាណាខ្យៈអត្ថបទនេះខ្ញុំដឹងថាអ្នកអាចយល់ភាសានេះបានទេពីព្រោះខ្ញុំមិនដឹងថាតើអ្នកអាចយល់ភាសានេះបានទេពីព្រោះខ្ញុំពិបាកនឹងសរសេរឲ្យងាយស្រួលយល់ជាពិសេសឲ្យតែអត្ថបទដែលតាក់ទងទៅនឹងចិត្តវិញ្ញាណពីព្រោះភាសាខ្លះនិយាយហើយគឺគ្មានអ្នកយល់ទេតាមរយៈអំណានសូមឲ្យយុវជនខ្មែររួចផុតអំពីការជាប់ចម្ពាក់នឹងកលនិយានៃចិត្តហើយកសាងខ្លួនឯងឲ្យคล้ายទៅជាធនធានសង្គមដ៏ល្អបង្កើតប្រយោជន៍ដល់សង្គមរឹងមាំចេះតបនឹងអ្វីដែលមិនត្រឹមត្រូវគំនិតខ្លះមិនអាចបញ្យល់ជាពាក្យពេចន៍ឬក៏ភាសាឬក៏បញ្ញារបស់ខួរក្បាលតែយើងអាចយល់បានដោយចិត្តដែលគ្មានជាប់ទាក់ទងនឹងតក្កវិជ្ជា